សួស្តីបងប្អូនឥឡូវយើងចូលទៅដល់មេរៀនរបស់យើងបន្តទៀតគឺយើងសិក្សាអំពី Quick Selection Tool បាទ Quick Selection Tool នេះគឺជា tool មួយសម្រាប់បង្កើត select ដូចគ្នាហើយបង្កើតទៅតាមពណ៌ណាបាទនេះគឺជា tool មួយនៅពេលដែលយើង click បង្កើត select គឺវានឹងចាប់យកនៅពណ៌មួយណាដែលវាស្រដៀងគ្នាអូខេអញ្ចឹងយើងចូលមើលការអនុវត្តរបស់យើងតែម្ដងទៅអញ្ចឹងយើងបើកកម្មវិធី Adobe Photoshop CS6 របស់យើងមកណាបាទអញ្ចឹងខ្ញុំចូលទៅយករូបភាពមួយបាទអូខេឥឡូវឧទាហរណ៍ថាខ្ញុំយករូបភាពមួយនេះបាទខ្ញុំយករូបភាពមួយនេះហើយបន្តមកទៀតខ្ញុំคลิกចូលមកយកពាក្យថា open បាទ open មកអញ្ចឹងយើងបានរូបភាពមួយអញ្ចឹងដល់ពេលដែលយើងកលេចមកមើលកន្លែង tool នៅត្រង់ចំណុចនេះគឺយើងឃើញមានកន្លែងនេះគឺ add selection បាទ new selection ដូចគ្នាដែរបាទដូចជា tool បង្កើត select នៅលើនេះបាទហើយកន្លែងនេះadd to selection បាទគឺបានន័យថាវានឹងបន្ថែមនៅ select ថ្មីណាបាទហើយកន្លែងនេះ subtract from selection នេះគឺបានន័យថាវានឹងដក select ហ្នឹងណាបាទហើយកន្លែងនេះគឺ size បាទគឺ size នៃ brush ផងយើងបាទនេះអា brush ផងយើងនេះណានេះអារង្វង់មូលពណ៌ភូមិជុំវិញសញ្ញាបូកហ្នឹងអញ្ចឹងបើសិនករណីខ្ញុំចាត់ទាញ size កាន់តែធំរង្វង់មូលហ្នឹងកាន់តែធំដែរណាបាទខ្ញុំដាក់តូចវាកាន់តែតូចដែរបាទឬក៏យើងអាចចុច keyboard របស់យើងមួយទៀតគឺយើងចុចនៅលើគ្នាបើកណាបាទគ្នាបើកនៅលើ keyboard បាទអញ្ចឹងបើសិនជាគ្នាបិទគ្នាបើកបង្រួមគ្នាបិទពង្រីកបាទបងប្អូនឃើញគ្នាបើកពង្រួមបាទចំណែកឯគ្នាបិទគឺពង្រីកបាទអញ្ចឹងគឺយើងប្រើប្រាស់key របស់យើងបាទនៅលើ keyboard ហ្នឹងអញ្ចឹងយើងចង់សួរថាតើនៅពេលដែលយើងចុចទៅវាបង្កើត select របៀបម៉េចណាឥឡូវនៅត្រង់នេះយើងដាក់នៃ size brush ផងយើងប៉ុណ្ណឹងបាទអញ្ចឹងយើងចុច click មកឆ្វេងរបស់យើងមកហើយយើងអូសកាត់អញ្ចឹងបងប្អូនឃើញវាចាប់យកតែពណ៌ណាដែលស្រដៀងគ្នាបើន័យថាវាអត់ឆក់ចូលមកដល់ពណ៌នេះទៀតទេអញ្ចឹងគឺវាកាត់យកតែពណ៌មួយណាដែលវាមានពណ៌ស្រដៀងគ្នាអញ្ចឹងអាពណ៌ខុសពីផ្ទៃពណ៌ហ្នឹងគឺវាអត់ចាប់យកទេឃើញទេបាទអូខេអញ្ចឹងអាហ្នឹងវាបានប៉ុណ្្នឹងឥឡូវយើងឧទាហរណ៍ថាយើងកាត់យកប៉ុណ្្នឹងអានេះយើងអត់ចង់ឲ្យវាដោយទេអញ្ចឹងគឺយើងចូលមកកន្លែង subtract from selection មកហើយយើងស្រេបង្រួម size brush ផងយើងមកបាទអញ្ចឹងនៅពេលដែលយើងឈរនៅលើ subtract from selection គឺនៅក្នុងរង្វង់មូល brush ផងយើងគឺមានសញ្ញាដកណាបាទអញ្ចឹងយើងចុចនេះមកណាបាទយើងចុចដក select ផងយើងមកបាទនេះនៅកន្លែងនេះអូខេអញ្ចឹងនៅកន្លែងនេះយើងឃើញថាវាមានអានេះស្រួចឡើងលើនេះណាអញ្ចឹងយើងចុច Alt ហើយយើងពង្វិលម៉ៅផងយើងឲ្យវារីកធំមកបាទអូខេអញ្ចឹងយើងចុច space ដើម្បីចូលនៅសញ្ញា hand tool យើងចាប់ពីរូបភាពរបស់យើងមកនេះមកឃើញទេនេះអញ្ចឹងនេះគឺជារូបភាពរបស់យើងអញ្ចឹងយើងដក size brush ផងយើងបាទបានន័យថាដកទំហំ brush ណាអូខេអញ្ចឹងយើងយកប៉ុណ្្នឹងហើយយើង click ចូលមកកន្លែងនេះបានន័យថាយើងកន្លែងនេះយើងត្រូវការបន្ថែមមកវិញហើយណាបាទយើងត្រូវការបន្ថែមមកវិញមកបាទអញ្ចឹងយើងចាប់ទាញវាម្ដងតិចនេះអញ្ចឹងវាធ្លាក់ម្ដងហើយអានេះយើងត្រូវការដកមែនណាបាទអញ្ចឹងយើងត្រូវការដកយើងចុចលើនេះមកបាទអញ្ចឹងយើងចុចតាមហ្នឹងមកអូខេបាទអញ្ចឹងរាល់នៃការបង្កើត select ដើម្បីកាត់យកនៅរូបភាពរបស់យើងគឺយើងដាច់ខាតយើងត្រូវបានន័យថាពង្រីកឬក៏បង្រួមណាបាទបង្រួមរូបភាពរបស់យើងឲ្យកាន់តែធំទើបវាកាន់តែច្បាស់យើងកាត់កាន់តែស្អាតណាបងប្អូនឃើញនៅកន្លែងនេះឃើញវាផទេបាទអញ្ចឹងយើងចូលមកកន្លែង subtract from selection មកយើងដាក់ឲ្យស្មើយើងមកយើងចុចវាឃើញបាទគឺអញ្ចឹងអាហ្នឹងយើងបានប៉ុណ្្នឹងហើយយើងបង្រួមវិញបាទអញ្ចឹងយើងចង់លុបនៅផ្ទៃ background ផ្ទៃមេឃពណ៌ខៀវនេះយើងចង់លុបវាណាអញ្ចឹងគឺមុននឹងយើងលុបគឺយើងដោះកូនសោនេះសិនណាបាទគឺយើងដោះកូនសោនេះសិនអញ្ចឹងខ្ញុំចុច double click នៅលើកន្លែងកូនសោហ្នឹងមកហើយយើង click យក OK បាទអញ្ចឹងវាបាត់ហើយឃើញទេវាបាត់កូនសោហ្នឹងហើយយើងចុច key delete បាទអញ្ចឹងនៅពេលដែលយើងចុច key delete គឺផ្ទៃមេឃនេះគឺវាបាត់តែម្ដងហើយយើងចុច control D ដើម្បីដោះ select បាទអញ្ចឹងខ្ញុំចូលទៅយករូបភាពមួយទៀតបាទអីយ៉ាច្រឡំបាទណាចុចចូលមកយករូបភាពមួយទៀតបាទដែលជារូបភាពដែលមានផ្ទៃមេឃអីចឹងទៅណាបាទអញ្ចឹងយើងចូលមករើមក
ok lấy ưu tha nhầm giờ ởរូបភាពមួយនេះបាទgiờមកដាក់នៅចុច open បាទអញ្ចឹងយើងបានរូបភាព2ណាបាទអញ្ចឹងខ្ញុំចុចមកលើរូបភាពនេះខ្ញុំចាប់ទាញចក្រមបាទហើយខ្ញុំចូលមក move tool បាទចុចចូល move tool មកហើយខ្ញុំចាប់ទាញរូបភាពនេះយកមកដាក់នៅនេះឃើញទេបាទអញ្ចឹងយើងបានរូបភាពនេះមួយអញ្ចឹងរូបភាពនេះគឺយើងរូបភាពមួយនេះគឺនៅត្រង់ចំណុចនេះគឺយើងចាប់ទាញយកដាក់ចំចំណុចនេះមកបាទអញ្ចឹងយើងសង្កេតឃើញថាវាហាក់បីដូចជានៅកន្លែងមួយបាទយ៉ាងវាលោតចេញមកអញ្ចឹងវាហាក់បីដូចជានៅកន្លែងផ្ទៃទឹកចឹងណាបាទអញ្ចឹងយើងអាចសេរីស្រង់ធ្វើម៉េចក៏បានដែរណាយើងចុច Control T ដើម្បីសេរីនេះដើម្បីសេរីនៅទំហំរបស់យើងណាបាទអញ្ចឹងយើងអាចព្រីព្រោះវាតាមចិត្តរបស់យើងអូខេអញ្ចឹងឥឡូវនេះខ្ញុំអាចចាប់ទាញវាធំតិចមកអូខេខ្ញុំចុចឡើងនេះមកគ្រីមមកហើយរូបនេះខ្ញុំអាចបង្កើតឡើងលើបន្តិចបាទយ៉ាងប៉ុណ្ណឹងណាអូខេអញ្ចឹងយើងឧបមាប៉ុណ្ណឹងសិនណាបាទហើយតទៅមុខទៀតចាំយើងធ្វើលំហាត់តាមក្រោយដែរតើយើងទៅប្រើប្រាស់ tool របស់យើងនីមួយៗទៅតាមតម្រូវការរបស់យើងណាអូខេអញ្ចឹង quick selection tool គឺចាប់ប៉ុណ្ណឹងបាទអញ្ចឹងសូមអរគុណ